ត្រីណាក៏បាននាយករដ្ឋមន្ត្រីក៏បានហៅមកត្រូវតែមកឆ្លើយនៅសភាហើយគេកំណត់មួយថ្ងៃក្នុងមួយអាទិត្យគឺរាល់ថ្ងៃពហុដូច្នេះពេលដែលតំណាងរាជសង្គមជាតិចូលហ្នឹងនឹងមានរឿងផ្លែកនៅសភាព្រោះមកសួរដេញដោលរឿងវៃរិះយោដីរឿងសម្បត្តិដី99ឆ្នាំរឿងក្រុមហ៊ុនឲ្យក្រុមហ៊ុនដែលទៅគ្រប់គ្រងអង្គរវត្តឲ្យអង្គរវត្តមួយមិនអស់ចិត្តថែមបូកគោឲ្យគិរីរុំមួយគេទៀតកែវាតែមួយទេកែតែមួយទេហើយយើងដឹងប្រវត្តិច្បាស់ទាំងអស់គ្នាទៀតបងប្អូនក៏ដឹងដូចខ្ញុំដែរដូច្នេះបញ្ហាសម្បត្តិជាតិហើយនឹងថវិកាដែលរចូលសម្រាប់ជាតិនោះគួរប្រម៉ែប្រមូលចូលជាតិឲ្យបានត្រឹមត្រូវវិស័យដែលរដ្ឋប្រទេសមួយដែលគេអាចរលុយថាថវិកាជាតិបានដោយងាយដោយស្រួលវិស័យទេសចរប្រគល់ឲ្យគេបាត់ឧស្សាហកម្មអបផ្សាយទូរស័ព្ទមួយថ្ងៃចំណូលរាប់លានដុល្លារទូរស័ព្ទប្រគល់ឲ្យគេបាត់ទាំងអស់នេះរដ្ឋអាចយកមកគិតគូរហើយយកមកមើលដើម្បីបង្វិលថវិកានៅចូលជាតិបានហើយថវិកាដែលពេលចូលជាតិបានយើងអាចអភិវឌ្ឍចំណាយក្នុងប្រទេសជាតិបានច្រើនក៏ប៉ុន្តែដោយបងប្អូននឹងស្ដាប់ថាតការដឹកនាំតាមរយៈអំណាចប្រមូលផ្ដុំហើយនឹងតាមរយៈថកែនិងក្រុមហ៊ុនដែលផ្ដល់អាជ្ញាប័ណ្ណឲ្យគេសម្បត្តិដី99ឆ្នាំអញ្ចឹងគឺរឿងគ្រោះថ្នាក់ជាតិធំដូច្នេះខ្ញុំសង្ឃឹមថាតំណាងរាស្ត្រទាំង55រូបចូលទៅធ្វើការងារសូមបងប្អូនជួយតាមដានជួយឲ្យយោបល់ឲ្យគាត់តវ៉ារឿងអីខ្លះFacebook សង្គមនឹងជួយ comment ជួយដាក់ឲ្យគាត់កុំនៅស្ងៀមពីព្រោះយើងរៀនធ្វើការរបៀបរបបថ្មីមួយហៅថាបញ្ចេញមតិយោបល់អ្វីដែលយើងយល់ឃើញកុំបារម្ភកុំខ្លាចរបៀបនៅស្រុកខ្មែរខ្ញុំជឿថាបងប្អូនឃើញដូចខ្ញុំដែរខ្ញុំទៅពីប្រទេសបារាំងដំបូងទៅឆ្នាំ2007ទៅនៅជាប់លាក់នៅស្រុកខ្មែរគេបរៀនថាអ្នកក្នុងក្រោមនោះខ្លាចអ្នកធំអត់ហ៊ាននិយាយទេព្រោះនិយាយទៅខ្លាចគេខឹងខ្លាចគេដេញចេញដល់យូរទៅអត់ហ៊ាននិយាយដល់ពេលនិយាយតែពាក្យសរសើរលើកជើងបញ្ជោយកតែម្ដងដល់ចឹងទៅមនុស្សនឹងវាវែងខូចពួរទៅជាអ្នកដឹកនាំស៊ីជោដែរហើយថ្ងៃហ្នឹងចឹងឯងគាត់ថ្ងៃចឹងទូទាំងអស់មើលពួរចឹងមកដល់សូមបងប្អូនជួយខ្ញុំចង់និយាយថាមិនមែនថាសម្រាប់ទៅសង្គមជាតិទេទោះបីបាក់ណាក៏ដោយយើងគិតថាប្រយោជន៍ជាតិបើយើងយល់ឃើញថាធ្វើចឹងមិនល្អទេឲ្យយោបល់យើងព្រោះជាសិទ្ធិរបស់យើងគេយកទៅធ្វើតាមយើងមិនដឹងទេក៏តែយ៉ាងហោចណាស់យើងមានសិទ្ធិបញ្ចេញមតិយោបល់របស់យើងក៏ប៉ុន្តែអ្នកដឹកនាំភាគច្រើនគេតែងតែមើលឲ្យពិនិត្យថាតើមតិយោបល់ដែលឲ្យមកនោះល្អហើយអត់ត្រឹមត្រូវអត់ហើយគេយកទៅអនុវត្តដូច្នេះខ្ញុំសូមចាត់មួយថាសូមជួយឲ្យយោបល់ខ្ញុំឈប់បាទសូមពីសំណួរទី1ផ្នែកខាងតុលាការតើនៅពេលដែលបាក់សុជាតិចូលទៅទូសភាហ្នឹងតើអាចទទួលជាមួយបាក់ជនជនបែបផ្នែកតុលាការបានប៉ុណ្ណាហើយទី2ខាងជនតបបែបច្បាប់តើបាក់សុជាតិមានគោលការណ៍យ៉ាងម៉េចដើម្បីកាត់ជនតបបែបឯកជនចូលទៅយើងច្បាប់បញ្ហារឿងតុលាការនៅសភាដោយសារការអនុម័តការសម្រេចគេយកសម្លេង50/1ដូច្នេះយើងគិតជាចំនួនសម្លេងទៅមើលទៅឃើញដឹងថាយើងអត់គ្រប់50/1ទេគេទេអ្នកគ្រប់50/1ក៏ប៉ុន្តែការតស៊ូមតិរឿងទីមទាឲ្យតុលាការនឹងឯករាជ្យហើយអព្យាក្រឹតនឹងត្រូវទៅធ្វើពីព្រោះរឿងនេះធ្វើឲ្យមានអយុត្តិធម៌សង្គមខ្លាំងណាស់ហើយខ្មែររងឈឺចាប់ដោយសារប្រព័ន្ធតុលាការពុករលួយនៅដល់អញ្ចឹងនឹងទី1យើងនៅទីមទាតវ៉ាដដែលហើយជុំមានរឿងថាតើជនអន្តរប្រវេសន៍ឬមួយក៏សម្បត្តិ99ឆ្នាំរឿងវៃរិះយោដីហ្នឹងតើយើងអាចធ្វើឲ្យបានខ្លះពេលដែលតំណាងរាស្ត្រទាំង55រូបចូលរួមនៅក្នុងសភាហ្នឹងយើងបង្កើតគណៈកម្មការពិសេសដើម្បីទៅពិនិត្យព្រំដែនទីមទាពិនិត្យមើលរឿងជនអន្តរប្រវេសន៍ពេលហ្នឹងតំណាងរាស្ត្រទាំង55នាក់ហ្នឹងត្រូវទៅដល់ព្រំដែនហើយរឿងជនអន្តរប្រវេសន៍ដូចគ្នាដូច្នេះសកម្មភាពដែលក្រុមតំណាងរាស្ត្រអាចធ្វើបានច្រើនណាស់តាមរយៈច្បាប់ហើយតាមរយៈសភាតែម្ដងបច្ចុប្បន្នយើងនៅមិនទាន់មានសិទ្ធិពេញលេញក្នុងការធ្វើការងារដូច្នេះមានតំណាងរាស្ត្រម្នាក់ពីរនាក់គាត់ទៅយើងនោះគេដេញវៃពេញព្រំដែនយ៉ាងដែរតែទៅតិចទៀតយើងនឹងរៀបចំធ្វើណាពីការគណៈកម្មការរឿងពុករលួយផងរឿងព្រំដែនផងរឿងអន្តោប្រវេសន៍ផងហើយរឿងសម្បត្តិដី99ឆ្នាំអានឹងរឿងធំដែលសង្គ្រោះជាតិត្រៀមទៅមើលផ្ទាល់ហើយហៅក្រសួងពាក់ព័ន្ធមកឲ្យឆ្លើយបំភ្លឺផ្ទាល់ដល់បាទនឹងជាសំណុំរឿងធំដែលយើងកំពុងតែគេធ្វើខ្ញុំចង់សួរថាគ្រាន់តែថារបស់ដែលយើងមានស្រាប់ហើយចាំបាច់ទៅសម្បត្តិដែរអាដាមគឺសម្បត្តិឲ្យជនជាតិអុកញ៉ាសុខសម្បត្តិឲ្យតែពួកអាសត្រូវចាំមកថារាល់រឿងទាំងអស់ហ្នឹងយើងទៅមើលថាតើជាឆន្ទៈនយោបាយតើយើងមានសុខឆន្ទៈដើម្បីដោះស្រាយបញ្ហាអត់ចាំមកថាយើងត្រូវមើលកំណែទម្រង់នឹងទាំងអស់ច្រើនមែនទែនបាទអរគុណច្រើនបាទអរគុណណាស់